ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់បេក្ខភាព Miss Cosmos Cambodia 2025 សុទ្ធតែខ្លាំងឈានមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់នៃការប្រកួត Miss Cosmos Cambodia 2025 កាន់តែធ្វើឲ្យអ្នកគាំទ្រភ្ញៀវជាតិនិងអន្តរជាតិចាប់អារម្មណ៍ខ្លាំងជាពិសេសក្នុងឈុតហែលទឹកឈុតតំណាងជាតិនិងឈុតរាត្រីស្រមោលសសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់នៃការប្រកួត Miss Cosmos Cambodia 2025 នេះគឺពិតទទួលបានការសរសើរយ៉ាងខ្លាំងពីសំណាក់ទស្សនិកជននិងការរៀបចំឆាកនិងការបង្ហាញខ្លួនរបស់បេក្ខភាពដើម្បីដណ្ដើមមកុដ Miss Cosmos Cambodia 2025និងត្រៀមចេញទៅឆាកអន្តរជាតិបេក្ខភាព Miss Cosmos Cambodia 2025នៅក្នុងឆ្នាំនេះពិតជាខ្លាំងនិងមានសមត្ថភាពខ្ពស់ដែលធ្វើឲ្យកម្មការមានការពិបាកក្នុងការផ្ដល់ពិន្ទុតែទោះជាយ៉ាងណាកម្មការទាំងអស់បានឲ្យបេក្ខភាពទាំងអស់ប្រឹងប្រែងបញ្ចេញឲ្យអស់ពីសមត្ថភាពនៅថ្ងៃប្រកួតវគ្គផ្ដាច់ព្រាត់នៅថ្ងៃទី31ខែឧសភាឆ្នាំ2025ដើម្បីទទួលពិន្ទុល្អពីគណៈកម្មការគូបញ្ជាក់ផងដែរថាការប្រកួត Miss Cosmos Cambodia 2025គឺជាពេលវេលាប្រវត្តិសាស្ត្រមួយនៅក្នុងឧស្សាហកម្មបវរកញ្ញារបស់ប្រទេសកម្ពុជាដោយបានប្រមូលផ្ដុំនៅបវរកញ្ញាសម្រាប់លំដាប់កំពូលមុខមាត់ថ្មីរួមទាំងអ្នកឧបត្ថម្ភដែលបំបែកកំណត់ត្រាក្នុងនាមជាកម្មវិធីប្រកួតសម្រស់លើកដំបូងក្នុងប្រទេសកម្ពុជាដើម្បីទាក់ទាញដៃគូសហការដ៏ខ្លាំងបែបនេះព្រឹត្តិការណ៍នេះបានធ្វើឲ្យ Miss Cosmos Cambodia ក្លាយជាវេទិកាឈានទៅមុខគេសម្រាប់ការពង្រឹងសមត្ថភាពសម្រស់និងតំណាងទូទាំងពិភពលោកស្រី Tiffany Fu អ្នកគ្រប់គ្រង Miss Cosmos Cambodia បានបង្ហាញពីចំណាប់អារម្មណ៍ថាក្នុងនាមជា ND មួយរូបលោកស្រីពិតជាមានភាពសប្បាយរីករាយដែលបានឃើញបងប្អូនប្រជាពលរដ្ឋចាប់អារម្មណ៍ខ្លាំងចូលរួមទស្សនាដោយផ្ទាល់និងតាមទូរទស្សន៍និងเพจផ្លូវការមួយចំនួនរបស់កម្មវិធី Miss Cosmos Cambodia យ៉ាងច្រើនកុះករក្នុងវគ្គផ្ដាច់ព្រាត់នេះពិសេសលោកស្រីសូមថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភកម្មវិធីទាំងអស់ដែលបានសហការយ៉ាងល្អជាមួយកម្មវិធីមួយនេះលោកស្រី Tiffany Fu បានបន្ថែមទៀតថាគោលដៅរបស់យើងគឺបញ្ចូលនៅចំណុចដែលល្អបំផុតនៃពិភពលោកយើងទាំងពីរយើងប្រកាន់ខ្ជាប់នៅកម្រិតស្តង់ដារពិភពលោករបស់ Miss Cosmos Cambodia ដោយបានផ្ដល់នូវការផលិតគ្រប់ដំណាក់កាលដែលមានគុណភាពខ្ពស់បេសកកម្មជំរុញឲ្យមានសកម្មភាពនិងវេទិកាដ៏មានឥទ្ធិពលកុំភ្លេចចូលរួមទស្សនាវគ្គផ្ដាច់ព្រាត់ Miss Cosmos Cambodia 2025ទាំងអស់គ្នានៅថ្ងៃទី30ខែឧសភាឆ្នាំ2025ថាបេក្ខភាពរូបណានឹងមានសំណាងបានក្រុមប្រកួត Miss Cosmos Cambodia 2025ដើម្បីតំណាងកម្ពុជាទៅឆាកអន្តរជាតិបន្ទាប់ពីកញ្ញាអិនលក្ខណា